សាទរសាកលវិទ្យាល័យ Belty អន្តរជាតិបានរៀបចំកម្មវិធីការប្រកួតប្រជែងនិយាយជាសាធារណៈលើកទី11សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រវគ្គផ្ដាច់ប្រវត្តិកម្រិតសាកលវិទ្យាល័យ Belty អន្តរជាតិឆ្នាំ2025 រសៀលថ្ងៃទី12ខែកញ្ញាឆ្នាំ2025សាកលវិទ្យាល័យ Belty អន្តរជាតិបានរៀបចំកម្មវិធីការប្រកួតប្រជែងនិយាយជាសាធារណៈលើកទី11សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រវគ្គផ្ដាច់ប្រវត្តិកម្រិតសាកលវិទ្យាល័យ Belty អន្តរជាតិមកពីមហាវិទ្យាល័យខុសៗគ្នាទាំងកម្មវិធីសិក្សាជាភាសាជាតិនិងកម្មវិធីសិក្សាជាអន្តរជាតិដែលមានការអញ្ជើញចូលរួមពីឯកឧត្តមលីណាវុធជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាស្ត្រាចារ្យដែលជាគ្រូបង្គោលចៅក្រមនិងនិស្សិតនៃសាកលវិទ្យាល័យ Belty អន្តរជាតិដែលប្រព្រឹត្តទៅនៅសាសនិស្សិតនៃសាកលវិទ្យាល័យ Belty អន្តរជាតិទីតាំងទី1ទួលស្លែងសាកលវិទ្យាល័យ Belty អន្តរជាតិបានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈជារៀងរាល់ឆ្នាំដែលឆ្នាំនេះជាឆ្នាំទី11របស់សាកលវិទ្យាល័យដែលធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសដល់និស្សិតបញ្ចេញសមត្ថភាពនៃការប្រកួតប្រជែងនិយាយជាសាធារណៈក៏ដូចជាបណ្ដុះបណ្ដាលឲ្យនិស្សិតចេះស្រាវជ្រាវចំណេះដឹងថ្មីៗមានសិល្បៈក្នុងការនិយាយទៅមុខមហាជនមានសេចក្តីក្លាហាននិងមានទំនុកចិត្តលើខ្លួនឯងក្នុងការប្រកួតប្រជែងដើម្បីអភិវឌ្ឍខ្លួនឈានទៅរកការប្រកួតប្រជែងជាលក្ខណៈជាតិនិងអន្តរជាតិក្នុងនោះផងដែរឯកឧត្តមលីណាវុធបានមានមតិសន្និសីទកោតសរសើរចំពោះសមត្ថភាពក្លាហានរបស់បេក្ខជនប្រកួតនិយាយជាសាធារណៈទាំង24រូបក្នុងនោះបេក្ខជន12រូបនិយាយជាភាសាជាតិនិង12រូបទៀតនិយាយជាភាសាអង់គ្លេសដែលសុទ្ធតែជាបញ្ញវន្តមានទេពកោសល្យតាមរយៈការបញ្ចេញសំឡេងលើវេទិកាប្រកួតប្រជែងបន្ថែមពីនេះឯកឧត្តមបានលើកឡើងពីដំណាភាពនិងភាពយុត្តិធម៌នៃការដាក់ពិន្ទុរបស់គណៈកម្មការចៅក្រមដែលមានបទពិសោធន៍ជាច្រើនឆ្នាំទៅលើបេក្ខជននៅក្នុងកម្មវិធីការប្រកួតប្រជែងនិយាយជាសាធារណៈមួយវិញទៀតឯកឧត្តមបានផ្ដល់ជាប្រាក់រង្វាន់អាហារូបករណ៍និងដំណើរកម្សាន្តដល់បេក្ខជនដែលបានជាប់ជ័យលាភីថែមទៀតផងថ្លែងមុននឹងបញ្ចប់ឯកឧត្តមបានផ្ដាំផ្ញើដល់និស្សិតឲ្យខិតខំសិក្សារៀនសូត្រនិងដោះខាត់ខ្លួនឲ្យក្លាយជាទំពាំងស្នងឫស្សីដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិទាំងមូលជាទីបញ្ចប់ឯកឧត្តមលីណាវុធសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិបានផ្ដល់កិត្តិយសអញ្ជើញប្រគល់ពានរង្វាន់ដល់បេក្ខជនជ័យលាភីទាំង18រូបដែលទទួលបានចំណាត់ថ្នាក់លេខ1លេខ2និងលេខ3និងបានថតរូបអនុស្សាវរីយ៍ជាមួយបេក្ខជនជ័យលាភីទាំងអស់រួមទាំងថ្នាក់ដឹកនាំសាស្ត្រាចារ្យដែលជាគ្រូបង្គោលចៅក្រមនិងនិស្សិតដែលបានអញ្ជើញចូលរួមនាពេលនោះក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាលយ៉ាងក្រៃលែងជាចុងក្រោយដោយនេះខ្ញុំហុងពុតបរមីផ្សាយចេញពី Belty RU News សូមអរគុណសូមជម្រាបលា Belty International University, the future of global leaders.